ស្ដីប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីមានសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC នេះព្រឹកថ្ងៃទី11ខែតុលាឆ្នាំ2025ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងដាក់ពន្ធបន្ថែម 100% លើការនាំចូលពីប្រទេសចិនចាប់ពីខែក្រោយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Trump បាននិយាយថាសហរដ្ឋអាមេរិកក៏នឹងដាក់ការត្រួតពិនិត្យការនាំចេញលើកម្មវិធីសំខាន់ៗផងដែរនៅក្នុងការប្រកាសមុននេះកាលពីថ្ងៃសុក្រនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតាវីមីនលោកបានវាយបកវិញចំពោះចំណាត់ការរបស់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះដើម្បីរឹតបន្តឹងច្បាប់របស់ខ្លួនសម្រាប់ការនាំចេញរបស់កម្រដោយចោទប្រកាន់ប្រទេសចិនថាคล้ายជាអរិយភាពខ្លាំងនិងព្យាយាមចាប់យកពិភពលោកជាឆ្លេសឹកលោកបានគម្រាមដកខ្លួនចេញពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងក្រោយមកគាត់បាននិយាយថាគាត់មិនបានលុបចោលនោះទេប៉ុន្តែគាត់មិនដឹងថាតើយើងនឹងមានពេលជួបគ្នាដែរឬអត់ទីផ្សារហិរញ្ញវត្ថុបានធ្លាក់ចុះបន្ទាប់ពីការកត់សម្គាល់របស់លោកត្រាំនេះដោយ S&P 500បានបិទធ្លាក់ចុះពី 2.7% ធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីខែមេសាប្រទេសចិនគ្រប់គ្រងលើការផលិតរ៉ែកម្រនិងសម្ភារៈសំខាន់ៗមួយចំនួនទៀតដែលជាសមាសធាតុសំខាន់ក្នុងរថយន្ត Smartphone និងរបស់របរជាច្រើនទៀតលើកចុងក្រោយដែលទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រងការនាំចេញបន្ទាប់ពីលោកត្រាំដំឡើងពន្ធលើទំនិញចិននៅដើមឆ្នាំនេះមានការតវ៉ាពីក្រុមហ៊ុនអាមេរិកជាច្រើនដែលរឹតពឹងផ្អែកលើវត្ថុធាតុដើមក្រុមហ៊ុនផលិតរថយន្ត Ford ថែមទាំងត្រូវផ្អាកការផលិតជាបណ្ដោះអាសន្នបន្ថែមពីការរឹតបន្តឹងច្បាប់សម្រាប់ការនាំចេញដ៏កម្រប្រទេសចិនបានបើកការស៊ើបអង្កេតផ្ដាច់មុខទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Qualcomm ដែលអាចបញ្ឈប់ការទិញយកក្រុមហ៊ុនផលិតផលបន្ទះឈីបផ្សេងទៀតរបស់ខ្លួនបើទោះបីជាក្រុមហ៊ុន Qualcomm មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ដោយក៏ជាផ្នែកសំខាន់នៃអាជីវកម្មរបស់ខ្លួនត្រូវបានប្រមូលផ្ដុំនៅក្នុងប្រទេសចិនទីក្រុងប៉េកាំងក៏បាននិយាយផងដែរថាខ្លួននឹងគិតថ្លៃកំពង់ផែថ្មីដល់កប៉ាល់ដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិករួមទាំងក្រុមហ៊ុនដែលគ្រប់គ្រងឬដំណើរការដោយក្រុមហ៊ុនអាមេរិកផងដែរសហរដ្ឋអាមេរិកនិងចិនបានស្ថិតក្នុងភាពផុយស្រួយនៃពាណិជ្ជកម្មចាប់តាំងពីខែឧសភានៅពេលដែលភាគីទាំងពីរបានយល់ព្រមទម្លាក់ពន្ធ3ខ្ទង់លើទំនិញរបស់គ្នាទៅវិញទៅមកដែលស្ទើរតែបញ្ឈប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំណាត់ការនេះបានបន្សល់ទុកពន្ធអាមេរិកលើទំនិញចិនប្រឈមនឹងការយកពន្ធបន្ថែម 30% បើធៀបនឹងដើមឆ្នាំខណៈដែលទំនិញអាមេរិកចូលចិនប្រឈមនឹងពន្ធថ្មី 10%ក្រុមមន្ត្រីបានធ្វើការពិភាក្សាជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមកលើបញ្ហាជាច្រើនរួមមាន TikTok ការទិញផលិតផលកសិកម្មនិងការជួញដូរនៃរ៉ែកម្រនិងបច្ចេកវិទ្យាទំនើបដូចជា Semiconductor ជាដើមភាគីទាំងពីរត្រូវបានគេរំពឹងថានឹងជួបគ្នាម្ដងទៀតក្នុងខែនេះក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង